Moscow កីឡាករវ័យក្មេងទាំង10រូបមានឈ្មោះក្នុងបញ្ជីពីរង្វាន់សម្ដេចតេជោហ៊ុនសែនជើងឯកថ្នាក់ជាតិឆ្នាំ2026ពីរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី19ឆ្នាំ2026បានចាប់ដំណើរការវគ្គ16ក្រុមចុងក្រោយហើយជើងទី1កាលពីថ្ងៃទី21ខែមករាកន្លងទៅក្នុងនោះឃើញថាមានកីឡាករវ័យក្មេងចំនួន10រូបកំពុងតែមានឈ្មោះក្នុងបញ្ជីតាមបណ្ដាក្លឹបនីមួយៗក្នុងការប្រកួតពីរង្វាន់ជើងឯកថ្នាក់ខេត្តមួយនេះថ្ងៃនេះសារព័ត៌មានរយងសូមជម្រាបជូនអំពីឈ្មោះកីឡាករវ័យក្មេងជាងគេចំនួន10រូបដូចខាងក្រោមទី1កីឡាករពលវិសាសមាជិករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងកើតនៅថ្ងៃទី1ខែធ្នូឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី2កីឡាករមៀកជារក្សាសមាជិករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងកើតនៅថ្ងៃទី9ខែសីហាឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី3កីឡាករផាន់វីរៈសមាជិករបស់ក្រុមបាល់ទាត់វិសាខាកើតនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី4កីឡាកររ៉េតប៊ុនរ៉ាសមាជិករបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនកើតនៅថ្ងៃទី8ខែកញ្ញាឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី5កីឡាករប៊ុនច័ន្ទតារារាជសមាជិករបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនកើតនៅថ្ងៃទី8ខែមេសាឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី6កីឡាករវ៉ាន់សវណ្ណារាសមាជិករបស់ក្រុមបាល់ទាត់ ISI ដង្កោសានជ័យកើតនៅថ្ងៃទី11ខែមិថុនាឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី7កីឡាករឌឿនសុភក្តីសមាជិករបស់ក្រុមបាល់ទាត់ភ្នំពេញ Galaxy កើតនៅថ្ងៃទី28ខែធ្នូឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី8កីឡាករ Farizan សមាជិករបស់ក្រុមបាល់ទាត់បាត់ដំបង United កើតនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2008បច្ចុប្បន្នមានវ័យ18ឆ្នាំទី9កីឡាករ Monsavi សមាជិករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងកើតនៅថ្ងៃទី10ខែមីនាឆ្នាំ2009បច្ចុប្បន្នមានវ័យ17ឆ្នាំនិងទី10កីឡាករ Efi Vodin សមាជិករបស់ក្រុមបាល់ទាត់ភ្នំពេញ Galaxy កើតនៅថ្ងៃទី4ខែមេសាឆ្នាំ2009បច្ចុប្បន្នមានវ័យ17ឆ្នាំសូមជម្រាបថាពីរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជើងឯកថ្នាក់ជាតិលើកទី19ឆ្នាំ2026បានចាប់ផ្ដើមការប្រកួតវគ្គ16ក្រុមចុងក្រោយជាផ្លូវការនៅថ្ងៃទី26ខែមករាក្រុមនឹងបញ្ចប់ទៅវិញនៅថ្ងៃទី24ខែឧសភាឆ្នាំ2026ខាងមុខដោយតម្រូវឲ្យក្រុមទាំង16ប្រកួតគ្នាចំនួន2ជើងក្នុងនិងក្រៅដីចំពោះក្រុមទាំង16ដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំង2ជើងនឹងឡើងទៅកាន់ការប្រកួតវគ្គបន្តដោយគិតចាប់តាំងពីវគ្គ16ក្រុមចុងក្រោយដល់វគ្គពាក់កណ្ដាលប្រៃព្រាត់ខណៈការប្រកួតវគ្គប្រៃព្រាត់គឺធ្វើឡើងតែមួយជើងនោះទេនៅទឹកដីកណ្ដាលសូមជម្រាបថាក្រុមបាល់ទាត់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមជាម្ចាស់ជើងឯកថ្នាក់ខេត្តនៃពីរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី19ឆ្នាំ2025-2026ក្រោយយកឈ្នះលើក្រុមបាល់ទាត់ Lion King ខេត្តសៀមរាបដោយលទ្ធផល2-1នៅវគ្គប្រៃព្រាត់ដែលការប្រកួតនោះធ្វើឡើងនៅក្នុងពហុកលក្ខន្តានជាតិរាជធានីភ្នំពេញកាលពីថ្ងៃទី21ខែធ្នូឆ្នាំ2025កន្លងទៅ